បាទសួស្តីបងប្អូនអ្នកស្នេហាវិសេកន្លះជួបគ្នាម្ដងទៀតហើយជាមួយនឹងកម្លាំងខ្យល់ហាណាម៉ានបាទថ្ងៃហ្នឹងមានទទួលការវ៉ាន់មួយបងបាទនេះភ្ញៀវគាត់ផ្ញើមកកែនេះសំណុំស៊ីនរបស់គាត់បាទសំណុំដើមរបស់គាត់គាត់ថតឲ្យខ្ញុំមើលហ្នឹងគឺខ្ញុំមើលអត់ច្បាស់បាទខ្ញុំមើលអត់ច្បាស់ទៅហើយខ្ញុំទទួលពាក្យកែរបស់គាត់ហើយដោយខ្ញុំគិតថាវាជាប្រភេទពួកបោះចិនណាបាទបោះចិនដល់ពេលផ្ញើមកដល់ផ្សេងគ្នាបាទដល់អញ្ចឹងអញដឹងធ្វើអាណាទៅអាណៃដឹងកែមិនដល់ទីខ្ញុំកែប្រភេទបោះចិនណាដល់ពេលគាត់ឃើញកែប្រភេទបោះចិនបានគាត់ក៏ឆាតសួរខ្ញុំក៏គិតថាអាចធ្វើបានបាទអាចកែបានគាត់ដាក់ដៃអាមេអញ្ចឹងណាហើយដល់ពេលអវ៉ាន់មកដល់ជាស្ដែងបាទមើលទៅអូខ្ញុំកែអត់កើតទេមិនធ្វើអត់ចាញ់ទេហ្នឹងហើយគាត់ក៏ជាមនុស្សស្រួលដែរបងគាត់ស្រួលគាត់យល់នៅបញ្ហារបស់ខ្ញុំច្រើនបាទអញ្ចឹងគាត់ក៏ថាឲ្យកែទៅកែមកស្អាតស្រួលយកទៅលេងណាក៏ខ្ញុំក៏ណែនាំព្រោះនេះព្រោះបើសិនជាគោខ្ញុំកែដូចប្រភេទមុនវាអាចនឹងមានដុំអុកដាច់អញ្ចឹងគាត់ត្រូវទិញដុំអុកផ្សេងទៀតណាទិញដុំអុកផ្សេងទៀតវាអស់ច្រើនហ្នឹងហើយអញ្ចឹងខ្ញុំក៏ឲ្យជាងគេកែដាក់ប្រភេទពួកនេះទៅបាទនេះដុំអុកជួបបងហើយដុំ compressor វាធំបាទនៅខាងក្នុងនេះមួយជួរនេះគឺវែងដែរបន្តពី regulator មកកង់បាទ6-10 លីខាងក្នុងណាហើយដល់ពេលមកខាងក្នុងយើងឡើងមកលើនេះវាបានមកកង់ទៀតបាទ24 លីអញ្ចឹងមកកង់នេះគឺវាធំដែរបាទពីលើមកក្រោមនេះធំដែរហ្នឹងហើយ24 លីវាគិតទៅវាធំបាទអញ្ចឹងវាបាន2តង់សម្រាប់ដុំ compressor ដុំអុកនេះហ្នឹងវាបាន2តង់អញ្ចឹងការលេងគឺវាខ្លាំងហើយបងបាទព្រោះនេះ16 លីវាប្រវែងគួរសមដែរវែងដល់នេះវាអាចចូលល្បាក់2ហ៊ុន3ហ៊ុនដែរបាទហើយដល់ពេលចូលមកនេះយើងដាក់ទៀតមក24ទៀតអញ្ចឹងវាចូលមកនេះទៀតវាធំបាទវា2តង់អញ្ចឹងក្នុងដបនេះចូលមកនេះគឺវាបានច្រើនបាទហ្នឹងហើយចូលមកនេះបានច្រើនអញ្ចឹងដល់ពេលដែលយើងចាញ់ទៅក៏វាបានច្រើនដែរបាទហ្នឹងហើយក៏ប៉ុណ្ណឹងបាទហើយនេះគឺយើងអាមេកអីគឺអត់មានបញ្ហាទេបាទ smooth ស្រួលដែរទេបាទនេះនេះគឺដៃអាមេនៅខាងនេះបាទហ្នឹងហើយដុំអុកនេះខ្ញុំអត់ហ៊ានសពច្រើនទេបាទសពឲ្យតែប៉ុណ្្នឹងទេនេះបាទដោយសារវាជាប្រភេទដែកបងបាទអញ្ចឹងបើសពច្រើនលើហ្នឹងវាអាចនឹងមានបញ្ហាអីចឹងទៅយើងអត់ហ៊ានធានាសុវត្ថិភាពដែរបាទអញ្ចឹងសពតែប៉ុណ្្នឹងឲ្យគាត់ហើយសឡងសើបែបគាត់បោះគាត់តែធ្វើខ្លួនឯងតែទៅស្ងាត់តើបងបាទស្ងាត់លេងស្ងាត់ដែរលួនប្រុសទៀតលួនទឹកប្រុសធ្វើបានស្អាតបាទសឡងសើរបស់គាត់ធ្វើស្អាតលួនសំលេងស្អាតភឹបអត់លួនពេញពងទេបាទក៏ប៉ុណ្ណឹងឯងបងរូបរាងគ្នាធ្វើប៉ុណ្ណឹងបាទហ្នឹងហើយសម្រាប់បងដែលមានចំណាប់អារម្មណ៍ចង់សាកសួរអីអាចសាកសួរបានបាទនេះសាកសួរតាមនេះមកបាទកម្លាំងខ្យល់ហានុមានបាទហើយ Telegram តាមនេះណាឬក៏វាយតាមនេះក៏បានដែរបាទអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់បងដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយក៏កុំភ្លេចចុច like ចុច Subscribe អមអ្នកមួយផងបាទអរគុណច្រើនបាយបាយ